វិលមកជួបគ្នាជាមួយនឹងវីដេអូថ្មីទៀតហើយបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងជាមួយនឹងការបង្កើត brand channel ដែលបងប្អូនដូចថាបង្កើត Gmail បានឬក៏បងប្អូនដូចថាមានតែ Gmail មួយគឺយើងអាចបង្កើត YouTube បានច្រើនឥឡូវយើងទៅចាប់ផ្ដើមតាក់ទងជាមួយនឹងការបង្កើតទាំងអស់គ្នាបងប្អូនទី1យើងត្រូវតែដូចថាទាញកម្មវិធីមួយដែលមានឈ្មោះថា Chrome បងប្អូនអូខេឥឡូវខ្ញុំចុចថត screen សិនបងប្អូនដែលមិនទាន់មាន Chrome គឺយើងអាចចូលដូចថាយើងចូលបងប្អូនអាចមើលខាងនេះបានដំបូងឡើយបើសិនជាយើងប្រើពពុះ Android យើងត្រូវទៅចូលទៅកាន់ Play Store តែបើសិនជាបងប្អូនដូចថាប្រើ iPhone បងប្អូនត្រូវទៅចូលមកកាន់ App Store មកបន្ទាប់ពីចូលដល់ដូចថាកន្លែងទាញហ្នឹងហើយបងប្អូនយើងចុច C H R O M ហើយយើង search មកបងប្អូនយើងចុច search មកបន្តមកទៀតយើងត្រូវទាញកម្មវិធីមួយនេះកម្មវិធី Chrome នេះយើងត្រូវទាញកម្មវិធីហ្នឹងណាបានយើងដូចថាធ្វើការបង្កើត brand channel បានបន្ទាប់ពីយើងទាញកម្មវិធីហ្នឹងហើយក្នុងការដែលដូចថាយើងចូលយើងគ្រាន់តែចុចទៅកាន់ Chrome ហ្នឹងមកបងប្អូននេះចុចទៅកាន់ Chrome ហ្នឹងមកបន្ទាប់ពីចុចហើយយើងចាប់ផ្ដើមដូចថា log Gmail ដែលយើងបង្កើតបានហ្នឹងបងប្អូនអូខេឥឡូវខ្ញុំចូលជាមួយនឹង Gmail ហ្នឹងហើយយើងចុចកន្លែងនេះមក continue អាសហ្នឹងមកអូខេខ្ញុំចុចកន្លែងនេះសិនចុចខាងក្រោមសិនបន្តមកទៀតអ្វីដែលដូចថាបងប្អូនពិបាកជាធម្មតាបងប្អូនដូចថាបើកជាផ្ទាំងកុំព្យូទ័រអត់បានដូច្នេះហើយបងប្អូនត្រូវតែព្យាយាមក្នុងការបើកកន្លែងផ្ទាំងកុំព្យូទ័រនឹងឲ្យបានណាបើសិនជាឧទាហរណ៍ថាក្នុងករណីដែលបងប្អូនបើកអត់បានបងប្អូនធ្វើការលុបក្រោមចាស់របស់បងប្អូនចោលហើយយើងធ្វើការទាញវិញម្ដងទៀតណាអូខេហើយសម្រាប់ដូចថាការបង្កើតហ្នឹងក៏អត់មានអីពិបាកដែរយើងចុចមកកាន់ YouTube ឬក៏យើងនេះសរសេរកន្លែងនេះ YouTube មក Y O U T U B E យើងវាយអញ្ចឹងហើយយើងចុច Go នេះមកអូខេយើងចុចនេះបងប្អូនកន្លែង YouTube ហ្នឹងមកឥឡូវវាចូលទៅកាន់នេះអញ្ចឹងយើងធ្វើការលុបកម្មវិធីនេះមកបងប្អូនលុបកម្មវិធីហ្នឹងចោលសិនមកអូខេយើងលុបចោលសិនទៅហើយក៏ខ្ញុំនឹងធ្វើការលុបកម្មវិធីនេះចោលសិនដែរដោយសារតែអត់លុបទៅវាចេះតែចូលដូចថាទៅកាន់កម្មវិធី YouTube ឬក៏ YT Studio ណាបន្ទាប់ពីយើងលុបហើយយើងចូលទៅកាន់ Chrome ម្ដងទៀតបងប្អូនអូខេយើងចុច YouTube ហ្នឹងមកចាំបន្តិចសិនមកអាស្រ័យលើអ៊ីនធឺណិតយើងដែរបន្តមកទៀតយើងត្រូវបើកទាំងកុំព្យូទ័រចុចឡើងនេះមកបងប្អូនចុចឡើង tray 3ហ្នឹងមកហើយយើងអូសមកយក request desktop size យើងចុចឡើងហ្នឹងមកចុចឡើងហ្នឹងអូខេអញ្ចឹងយើងចាំបន្តិចសិនមកបន្តមកទៀតបងប្អូននេះចុចឡើងនេះមកនេះចុចកន្លែងមាន profile យើងកន្លែងហ្នឹងរូបយើងណាហើយខ្ញុំព្រីកទៅវាអត់បានព្រីកបានដែរនេះកន្លែងហ្នឹងមកយើងចុចលើហ្នឹងមកយើងចុចលើហ្នឹងបន្តមកទៀតវាចេញបដូរគណនីអញ្ចឹងបងប្អូនចុចកន្លែងនេះបដូរគណនីនេះមកហើយបើសិនជាក្នុងករណីដែលបងប្អូនអត់មានអក្សរខ្មែរគឺបងប្អូនត្រូវតែនេះមើលមកខាងក្រោមនេះមកដែលវាដាក់ថាភាសាហ្នឹងយើងអាចដូរមកកន្លែងហ្នឹងណាសម្រាប់ភាសាខ្មែរយើងរាប់ពីក្រោមមក1 2 3 4 5 6ទី6បងប្អូនត្រូវដូរភាសាខ្មែរសិនមកបន្តមកទៀតដូចថាពេលដែលបងប្អូនបដូរជាភាសាខ្មែរហើយយើងគ្រាន់តែចុចលើហ្នឹងមកចុចលើហ្នឹងមកចុចលើហ្នឹងហើយយើងយកកន្លែងនេះបដូរគណនីនេះមកបងប្អូនបដូរគណនីណាអូខេបន្តមកទៀតវាមាន Gmail ជាច្រើនប៉ុន្តែយើងដូចថាបើសិនជាយើងមាន Gmail តែមួយគឺឃើញតែ Gmail យើងហ្នឹងឯងបងប្អូនក្នុងការដែលដូចថាយើងបង្កើត brand channel គឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែធ្វើតាមជំហានរបស់ខ្ញុំមកចុចកន្លែងមើលប៉ុស្តិ៍ទាំងអស់នេះមកអូខេចាំបន្តិចសិនបន្តមកទៀតវាចេញជាទម្រង់បែបនេះណាឥឡូវខ្ញុំព្រីបន្តិចបងប្អូនប្រហែលជាឃើញហើយវាដាក់ថាកន្លែងនេះគឺប៉ុស្តិ៍ទាំងអស់ហើយកន្លែងនេះគឺជា channel ដែលយើងមានសពថ្ងៃហ្នឹង channel មួយហ្នឹងបងប្អូនអញ្ចឹងយើងចុចកន្លែងនេះបង្កើតប៉ុស្តិ៍មួយហ្នឹងមកហើយចាំខ្ញុំប្រាប់ពីរបៀបនៃការប្រើប្រាស់បន្ទាប់ពីបង្កើតហើយបងប្អូនយើងចុចកន្លែងបង្កើតប៉ុស្តិ៍ហ្នឹងមកប៉ុស្តិ៍មួយហ្នឹងមកបន្តមកទៀតវាទាមទារឲ្យយើងដាក់ឈ្មោះហើយឥឡូវខ្ញុំដាក់ឈ្មោះហើយខ្ញុំដាក់ថាអូខេកន្លែងហ្នឹងគឺយើងអាចដាក់ឈ្មោះរបស់យើងឬក៏ដាក់ឈ្មោះអីដែលបងប្អូនចង់ដាក់ណាខ្ញុំដាក់ថា nature ខ្ញុំសរសេរអង់គ្លេសអូខេ reading ខ្ញុំសរសេរដាក់ថា nature reading អញ្ចឹងណាបងប្អូនហើយខាងក្រោមនេះកន្លែងនេះគឺយើងអាចបដូរបានឥឡូវខ្ញុំសាកបដូរមួយសិនវាឲ្យអត់ណា
ខ្ញុំចង់ដាក់តែឈ្មោះដូច channel ដែរវាអត់ឲ្យទេអូខេអញ្ចឹងគឺខ្ញុំមើលសិន reading ខ្ញុំដាក់ថា KH បន្ថែមខ្ញុំចង់ដាក់ KH បែបហ្នឹងណាអូខេឥឡូវវាឲ្យហើយកន្លែងហ្នឹងគឺក្នុងករណីដែលយើងនេះ search រកអាឈ្មោះ channel យើងនេះអត់ឃើញគឺយើងអាច search អានេះអាកន្លែងឈ្មោះអ្នកប្រើប្រាស់ឬក៏ username ហ្នឹងណាអញ្ចឹងកន្លែង username ហ្នឹងគឺល្អសម្រាប់យើងធ្វើ channel ថ្មីយើង search channel យើងអត់ឃើញយើងអាច search ដូចថា username ហ្នឹងបានបងប្អូនបន្តមកទៀតបងប្អូនក្រឡេកមកមើលខាងក្រោមបន្តិចមកអូខេចាំបន្តិចយើងបិទកន្លែងនេះសិនយើងប្រូមកតូចសិនមកនេះយើងចុចបង្កើតប៉ោះកន្លែងនេះមកបងប្អូននេះបងប្អូនចុចកន្លែងហ្នឹងមកកន្លែងបង្កើតប៉ោះហ្នឹងណាយើងចុចកន្លែងបង្កើតប៉ោះហ្នឹងមកក្នុងការបង្កើត brand channel គឺយើងបង្កើតបែបហ្នឹងបងប្អូនហើយចាំខ្ញុំប្រាប់ពីរបៀបនៃការផុសវីដេអូតើយើងផុសរបៀបណាបើសិនជាយើងមាន brand channel បែបហ្នឹងអូខេ brand channel បែបហ្នឹងអូខេបងប្អូនឥឡូវវាចេញជាទម្រង់បែបហ្នឹងអ្វីដែលយើងត្រូវធ្វើបន្តយើងរៀបចំក្នុងការរៀបចំហ្នឹងគឺយើងអាចរៀបចំតាមដូចថាវិធីសាស្ត្រមួយគឺយើងរៀបចំទៅលើចំណុចណាមួយដែលដូចថាយើងត្រូវរៀបចំណាអញ្ចឹងយើងចុចមកកាន់នេះបងប្អូនចុចឡើយនេះមកនេះកំណត់ប៉ុស្តិ៍តាមបំណងនេះបងប្អូនអញ្ចឹងខ្ញុំព្រីសិនព្រីកើតអត់កន្លែងនេះព្រីអត់កើតទេអញ្ចឹងយើងចុចឡើងមកយើងរៀបចំតែតិចតួចទេបងប្អូនយើងចុចបន្តទៅ studio នឹងមកអូខេបន្តទៀតចាំវាបន្តិចយើងរៀបចំតែបន្តិចទេបងប្អូនចុចបន្តនឹងមកបន្តមកទៀតយើងចូលមកកាន់កន្លែងនេះមកចូលកន្លែងនេះ setting កន្លែងនេះណាកន្លែងនេះយើងចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងហើយយើងមករៀបចំតែបន្តិចទេបងប្អូនកន្លែងប៉ុសនេះយើងចុចកន្លែងប៉ុសហ្នឹងមកកន្លែងនេះគឺយើងរើសប្រទេសបងប្អូនសម្រាប់ YouTube យើងរើសស្រុកខ្មែរគឺអាចរលួយបានធម្មតាហើយក៏វាបើកដែរកន្លែងហ្នឹងគឺខ្ញុំយកកម្ពុជានេះខាងលើគេហ្នឹងកម្ពុជាកំណត់ប៉ុសកម្រិតខ្ពស់កន្លែងហ្នឹងយើងយកកដាលមកទេប៉ុសនេះមិនមែនធ្វើសម្រាប់ក្មេងបន្តមកទៀតអូខេយើងចុចកន្លែងនេះគឺយើងត្រូវតែ verify ជាមួយនឹងលេខទូរស័ព្ទដូចគ្នាបងប្អូនដូចថាទោះបីយើងបង្កើត brand channel ក៏យើងត្រូវតែ verify ដែរតែឥឡូវហ្នឹងគឺខ្ញុំអត់មានលេខទូរស័ព្ទទេដូច្នេះគឺខ្ញុំអត់បានធ្វើតាក់ទងជាមួយនឹងការ verify កន្លែងហ្នឹងបងប្អូនអូខេឥឡូវយើងចូលដល់លំនាំដើមនៃការបង្ហោះប៉ុន្តែបងប្អូនបើសិនជាបងប្អូនធ្វើគឺបងប្អូនត្រូវតែ verify កន្លែងហ្នឹងណា verify ជាមួយលេខដោយសារតែខ្ញុំអត់មានលេខបងប្អូនអញ្ចឹងយើងចុចរៀបចំកន្លែងនេះសិនលំនាំដើមនៃការបង្ហោះសិនមកអូខេយើងយកកន្លែងការកំណត់កម្រិតខ្ពស់នេះមកកន្លែងហ្នឹងមកកន្លែងនេះបងប្អូនបន្តមកទៀតយើងធ្វើប្រភេទអីគេបងប្អូនអញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងសម្រាប់ខ្ញុំគឺខ្ញុំយកមនុស្សនិងប្លុកខ្ញុំធ្វើប្រភេទដូចថាមនុស្សដែលមានមនុស្សមានអីចឹងណាបងប្អូនអញ្ចឹងខ្ញុំយកមនុស្សហើយនឹងប្លុកបន្តមកទៀតអូខេខ្ញុំមើលសិនអ្វីដែលយើងត្រូវចូលទៀតហ្នឹងកន្លែងនេះការអនុញ្ញាតអត់ទេការសម្របសម្រួលអូខេយើងត្រូវមកបិទកន្លែងនេះមួយដែរនេះគ្រីសកន្លែងនេះមួយមកហើយក្រៅពីហ្នឹងគឺអស់ហើយយើងចុចរក្សាទុកនេះមកបន្តមកទៀតអ្វីដែលយើងត្រូវធ្វើពេលដែលផុសតែយើងផុសរបៀបណាអូខេយើងចេញមកអស់មកយើងទាញកម្មវិធី YouTube មិនយើងលុបចោលណាឥឡូវយើងទាញវិញមកអូខេនេះកម្មវិធី YouTube ហើយកម្មវិធីបន្ទាប់ហ្នឹងគឺយើងទាញអូខេខ្ញុំទាញកម្មវិធី YouTube ហើយកម្មវិធី YT Studio នេះកម្មវិធីមួយហ្នឹងបងប្អូនដែលយើងលុបមុនហ្នឹងណាអញ្ចឹងយើងធ្វើការទាញវាមកវិញមកចាំខ្ញុំប្រាប់ពីរបៀបនៃការផុសតើយើងដូចថាផុសតាមវិធីសាស្ត្រណាហើយពេលដែលយើងមាន brand channel បង្កើតជាមួយនឹង channel ផ្សេងទៀតមួយរបស់យើងហ្នឹងតើយើងត្រូវផុសហ្នឹងផុសពីណាទៅណាអូខេបងប្អូនតាមពិតទៅការផុសគឺស្រួលទេគ្រាន់តែវាឲ្យយើង switch ណាយើង switch ទៅខាងនេះទៅខាងនោះអូខេឥឡូវខ្ញុំសាកបើកអ៊ីនធឺណិតមើលក្រែងលោវាលឿនជាង Wi-Fi ណាអូខេខ្ញុំបើកសិនបើកមើលសិនបើសិនជាអ៊ីនធឺណិតលឿនអូអ៊ីនធឺណិតលឿនជាងដែរបងប្អូនហើយតាក់ទងជាមួយនឹងដូចថា brand channel នេះគឺយើងធ្វើដូច channel ដូចថាមិនមែន brand អញ្ចឹងមានន័យថា main channel ណា
តាក់ទងជាមួយនឹង brand channel វាមានបញ្ហាត្រង់បន្តិចបងប្អូនបើសិនជាក្នុងករណីដែលដូចថា YouTube វាលុប Gmail នឹងយើងចោលណាអញ្ចឹង brand channel របស់យើងហ្នឹងក៏ទៅដែរហើយមួយរយៈហ្នឹងគឺបញ្ហាតាក់ទងជាមួយនឹងការលុបដូចថា Gmail ហ្នឹងគឺច្រើនមែនតើករណីរបស់ខ្ញុំដូចថារាប់រយ Gmail របស់ខ្ញុំដែលត្រូវបានដូចថាខាង Google ហ្នឹងគឺលុបចោលបងប្អូនលុបចោលហើយខ្ញុំក៏ព្យាយាមទាញមកវិញបានខ្លះប៉ុន្តែរាល់ថ្ងៃហ្នឹងដូចថាវាលុបរបស់ខ្ញុំ100ទាញមកវិញបានតែត្រឹម10 20អីហ្នឹងបងប្អូនឥឡូវខ្ញុំបាត់ channel ច្រើនមែនតើ channel របស់ខ្ញុំសុទ្ធតែមាន subscribe រៀងច្រើនដែរដែលខ្ញុំអត់បានបង្ហាញបងប្អូនថា channel ខ្ញុំដូចថាធ្វើអីខ្លះអញ្ចឹងណាខ្ញុំធ្វើ content ផ្សេងខ្ញុំបង្ហាញតែទៅលើ content មួយចំនួនតែប៉ុណ្ណោះហើយដល់ពេលឥឡូវគឺវាលុបចោលបងប្អូនវាលុបចោលណាតែអត់អីទេទោះបីលុបយើងបង្កើតបន្ថែមដូចថាបង្កើតបន្ថែមទៀតឥឡូវវាដើរចិត្តពេញហើយបងប្អូនយើងចាំវាបន្តិចមកហើយសម្រាប់ brand channel របស់យើងហ្នឹងគឺយើងអាចដូចថាធ្វើក្រៅពី content របស់ channel ដើមរបស់យើងបានណាយើងចង់ធ្វើ content អីក៏បានដែរមានន័យថាវាទៅជា channel មួយទៀតប៉ុន្តែគ្រាន់តែដូចថាយើងប្រើ Gmail តែមួយទេបងប្អូនមានន័យថាប្រើ Gmail ដែលយើងមានស្រាប់នៅក្នុងហ្នឹងឬក៏ YouTube ដែលយើងមានស្រាប់ជាមួយគ្នាហ្នឹងណាហើយពេលដែលផុសយើងគ្រាន់តែ switch ចុះ switch ឡើងទៅគឺយើងអាចផុសបានហើយឥឡូវវាដើរចិត្តចប់ពេលដែលដើរចប់គឺខ្ញុំនឹងបង្ហាញហើយសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំអត់ធ្វើការកាត់ដល់ពេលអញ្ចឹងទៅគឺយើងរងចាំឲ្យវាចប់តែម្ដងណាបងប្អូនអូខេឥឡូវវា YT Studio នេះគឺចប់ហើយឥឡូវយើងចូលទៅកាន់ YT Studio មុនទៅបងប្អូនចូលទៅកាន់ YT Studio មុនមកពេលនោះវាឲ្យរើស channel ហើយអូខេចុចចាប់ដើមនេះមកចុចកន្លែងចូលអូខេ channel យើងមិញនៅណាទេបងប្អូនឥឡូវខ្ញុំអូសហើយកន្លែងខ្លះគឺខ្ញុំសូមបាំងដោយសារវាជា channel របស់ខ្ញុំណាអូខេគឺខាងក្រោមនេះបងប្អូនខាងក្រោមនេះអញ្ចឹងយើងចុចមកយើងចុចលើ Gmail ហ្នឹងមក Gmail ហ្នឹងហើយនៅពេលដែលយើងចង់ចូល brand channel របស់យើងគ្រាន់តែចុចកន្លែងនេះមកនេះចុចកន្លែងហ្នឹងមកបន្តទៀតយើងចុចបដូរគណនីនេះមកបដូរគណនីយើងចូលគណនីរបស់យើងដែលយើងបង្កើត brand ហ្នឹងមកប៉ុណ្ណឹងគឺបានហើយបងប្អូនតើតើជាមួយនឹងការផុសក៏អត់មានអីពិបាកដែរយើងគ្រាន់តែចូលបែបហ្នឹង switch អញ្ចឹងមកគឺយើងអាចផុសបានធម្មតាហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងសម្រាប់ចែករំលែកទៅកាន់បងប្អូនយើងសង្ឃឹមថាបងប្អូនយើងនឹងចេះបង្កើត brand channel ដោយខ្លួនឯងក៏ដូចជាដូចថាបងប្អូនរីកចម្រើនជាមួយ YouTube ដើម្បីរកលុយជាមួយវាក្នុងពេលដូចថាខាងមុខឆាប់បងប្អូនអរគុណច្រើនកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីបន្តទៀតអរគុណ